ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើខត្រីអញ្ចឹងបងប្អូនអាចរៀនធ្វើតាមនាងខ្ញុំបានណាធានាថាឆ្ងាញ់ជាដំបូងយើងត្រូវលាងត្រីឲ្យស្អាតប្រឡាក់អំបិលសប៊ីចេងស្ករខ្ទឹមសនឹងបុកឲ្យល្អិតហើយយកមកប្រឡាក់ហើយប្រឡាក់ម្រេចទៀតទុករយៈពេល10នាទីទើបយើងយកទៅខបងប្អូនអញ្ចឹងយើងដំបូងនាងខ្ញុំចាក់ខ្លាញ់ហើយបានយើងដាក់ស្កររំលីងជាមួយគ្នាអញ្ចឹងទៅយើងធ្វើបែបនេះធ្វើឲ្យក្លិនម្ហូបរបស់យើងហ្នឹងកាន់តែឈ្ងុយហើយឆ្ងាញ់ចូលជាតិបានល្អអញ្ចឹងយើងរំលីងទៅរំលីងមកអត់ដកដៃទេណាបងប្អូនកាលណាតែយើងដកដៃនឹងធ្វើឲ្យស្កររបស់យើងហ្នឹងខ្លោចការធ្វើត្រីខហ្នឹងគឺងាយទេបងប្អូនมันមានអីជាពិបាកទេយើងរំលីងទៅរំលីងមករហូតដល់ស្កររបស់យើងហ្នឹងឡើងពណ៌បែបនេះបងប្អូនហើយនៅពេលដែលយើងបានពណ៌ដែលយើងចូលចិត្តហើយយើងក៏ចាប់ផ្ដើមចាក់ត្រីចូលតែម្ដងទៅនៅពេលដែលយើងចាក់ត្រីចូលហើយយើងអត់កូរទេណាបងប្អូនគឺយើងត្រឡប់ថ្នមត្រឡប់មកត្រឡប់អញ្ចឹងទៅមកត្រឡប់ពីត្រឡប់អញ្ចឹងទៅយើងក៏ទុកសិនណាបងប្អូនយើងត្រឡប់សពហើយយើងទុកអុយត្រីរបស់យើងនឹងពុះបន្តិចសិននៅពេលដែលពុះឡើងទឹកតិចហើយយើងក៏ត្រឡប់ម្ដងទៀតនៅពេលដែលយើងត្រឡប់ហើយយើងទុកទៀតយើងធ្វើបែបនេះគឺធ្វើឲ្យត្រីរបស់យើងនឹងឡើងសាច់រឹងសាច់ត្រីរបស់យើងនឹងរឹងមិនផុយមិនរលួយអញ្ចឹងណាបងប្អូនយើងធ្វើបែបហ្នឹង2ទៅ3ដងយើងអត់ធ្វើច្រើនដងទេនៅពេលដែលសាច់ត្រីរបស់យើងឡើងរឹងល្អហើយចាយើងក៏ចាប់ផ្ដើមទៅហាន់គល់ស្លឹកគ្រៃហើយនឹងរំដេងចិត្តជាចំណែកទូចបែបនេះមកបងប្អូនដូចហើយយើងក៏ចាក់ចូលទៅក្នុងខរបស់យើងហើយយើងក៏ត្រឡប់ម្ដងទៀតយើងត្រឡប់ថ្នមបងប្អូនត្រឡប់ថ្នមហើយយើងទុកអុយពុះដល់ពេលត្រីរបស់យើងខាស់ទឹកដាច់ទឹកឆ្អាបហើយណាបងប្អូនយើងទុកអុយពុះដាច់ទឹកឆ្អាបឲ្យសាច់ត្រីរបស់យើងរឹងហើយចូលជាតិបានល្អនៅពេលដែលត្រីរបស់យើងចូលជាតិសាច់ត្រីយើងរឹងបានល្អហើយអញ្ចឹងយើងចាប់ផ្ដើមទៅថែមទឹកបងប្អូនយើងអាចថែមទឹកបន្តិចតាមចំណង់ចំណូលចិត្តដែលយើងចង់បានបើយើងមិនចូលចិត្តក៏យើងមិនចាំបាច់ថែមទេឆ្អិនល្មមគឺយើងអាចយកទៅហូបបានហើយប៉ុន្តែនាងខ្ញុំថែមទឹកដោយសារតែចង់ឲ្យសាច់ត្រីហ្នឹងកាន់តែរឹងហើយចូលជាតិបានល្អអញ្ចឹងទៅចានាងខ្ញុំក៏ត្រឡប់ម្ដងទៀតមុននឹងថែមទឹកគឺត្រឡប់ម្ដងទៀតឲ្យវាចូលជាតិបានល្អការធ្វើខហ្នឹងគឺងាយស្រួលទេបងមិនជាពិបាកអីទេអញ្ចឹងការដែលយើងធ្វើបែបនេះគឺធ្វើឲ្យខរបស់យើងនឹងមានក្លិនឈ្ងុយប្រហើរចាងាយទេបងប្អូនមិនមានអីជាពិបាកទេអាចរៀនធ្វើតាមនាងខ្ញុំបានណានាងខ្ញុំមិនសូវចេះធ្វើម្ហូបទេប៉ុន្តែអាចធ្វើឲ្យឆ្ងាញ់ណាបងប្អូនចាដោយសារតែនាងខ្ញុំសូវបានធ្វើទេប៉ុន្តែនាងខ្ញុំមុខម្ហូបគឺនាងខ្ញុំចេះធ្វើស្ទាត់គួរសមដែរមិនជាខ្លាំងប្រកែអីទេប៉ុន្តែអាចធ្វើហូបដោយខ្លួនឯងបានណាបងប្អូននៅពេលដែលត្រីរបស់យើងឡើងពណ៌បែបនេះសាច់រឹងបានល្អខាស់ទឹកបានល្អហើយគឺយើងអាចយកទៅដាក់ហូបបានហើយបងប្អូនអញ្ចឹងបងប្អូនអាចរៀនធ្វើតាមនាងខ្ញុំបានអរគុណបងប្អូនដែលស្រឡាញ់និងចូលចិត្តវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ like ជួយ follow បើស្រឡាញ់ដើម្បីនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូជូន